បងប្អូនមើលនៅក្នុងទឹកទន្លេនៅខាងស្រុកសម្បូរខេត្តកញ្ចេះបាទឃើញនៅតិចលឿងនៅក្នុងទឹកហ្នឹងនេះលឿងហ្នឹងខ្ញុំគិតថាវាជាកំទេចមាសប៉ុន្តែអត់មានអ្នកណាប្រមូលយកធ្វើអីទេដោយសារតែអត់ដឹងដែរប៉ុន្តែនៅតំបន់ហ្នឹងមានគេរែងមាសគេធ្វើមាសបានគេជីកដីឲ្យរែងប៉ុន្តែអានេះនៅតាមមាត់ទឹកទេនៅតាមទឹកនៅបដោយទន្លេហ្នឹងស្រុកសម្បូរខេត្តកញ្ចេះហ្នឹងគឺមានអញ្ចឹងរហូតតែកតិចចឹងពណ៌លឿងខ្ញុំគិតថាហ្នឹងវាជាសារជាតិមាសដែរតែវាថាវាស្ដើងមែនតែនអញ្ចឹងដែរគេអាចចម្រាញ់ឲ្យកើតជាមាសកើតបាទនៅតាមបដោយទន្លេនេះស្រុកសម្បូរខេត្តកញ្ចេះ